ព្រេងតាក់ទងទៅនឹងទំនៀម9នេះពិធីបំបួសកូនប្រុសក្នុងព្រះពុទ្ធសាសនាហៅថាពិធីបំបួសនេះពិធីបំបួសនេះជាពិធីមួយធំដែលមានទម្លាប់ធ្វើតាំងពីបុរាណកាលមកហើយដែលបានជ្រួតជ្រាបទៅក្នុងចិត្តនៃប្រជាជនខ្មែរគ្រប់រូបព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបម្រុងព្រះពុទ្ធសាសនាមួយដែរម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដុះនិស្ស័យអក្សរសាស្ត្រនិងតម្រះវិជ្ជាផ្សេងៗមានជំនាញសំណង់និងការរចនាផ្សេងៗជាដើមមនុស្សដែលបានបួសនៅខាងក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួសព្រោះអ្នកស្រុកតែងយល់ថាអ្នកបួសជាមនុស្សដែលស្គាល់បាបបុណ្យគុណទោសច្បាស់លាស់ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថាបួសនេនសងគុណម្ដាយបួសភិក្ខុសងគុណឪពុកជំនឿទាំងនេះបានជ្រាបជ្រៅក្នុងសន្តានចិត្តប្រជាជនខ្មែរទាំងប្រទេសរហូតទៅដល់ការទុកដាក់កូនចៅឲ្យមានប្តីប្រពន្ធក៏គេនិយមរើសតែបុរសណាដែលបានបួសរៀនផងដែរអ្នកស្រុកស្រែចំការទៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះរហូតចាប់ដល់សប្តាហ៍ថ្ងៃប៉ុន្តែមិនសូវជាតឹងរឹងដូចកាលពីដើមទេព្រោះឥឡូវនេះមានសាលារដ្ឋច្រើនហើយដែលសម្រាប់បណ្ដុះនិស្ស័យនិងតម្រះវិជ្ជាផ្សេងៗដែលគេយល់ឃើញថាអ្នកបួសជាមនុស្សប្រសើរយ៉ាងនេះហើយទើបគេហៅបុព្វជេបេខៈនិងឧបសម្បទាបេខៈថានាគបំបួសនាគជាបំបួសមនុស្សដ៏ប្រសើរដំរីមានភ្លុកដែលធំល្អជាងគេនិងពស់ដែលធំវិសេសជាងគេក៏គេហៅថានាគដែរព្រោះពាក្យថានាគនេះមានន័យថាប្រសើរដូចនេះទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថាកាលដែលព្រះសម្មាសម្ពុទ្ធគង់នៅវត្តជេតពុននាគរាជមួយមានមហិទ្ធិឫទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះសទ្ធិហើយទូលថាខ្ញុំព្រះករុណាសូមបួសក្នុងសំណាក់ព្រះថេរៈផងព្រះមហាសទ្ធិក៏បំបួសស្ដេចនាគដែលកាឡាខ្លួនជាភិក្ខុទៅថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសឹងពេលថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោកក៏ខ្លាចជានាគឆ្វាយរង្វេលពេញបន្ទប់ស្បង់ជីពោខ្ចាត់ខ្ចាយអស់រលីងអំពីកាយពេលនោះសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់លុះបើកទ្វារទៅក៏ស្រាប់តែឃើញនាគឬក៏ពស់ពេញបន្ទប់រន្ធត់ពេកក៏ស្ទុះស្រែកឆោឡោផ្អើលពេញទាំងវត្តលុះជ្រាបដល់ព្រះដ៏មានបុណ្យទើបព្រះអង្គទ្រង់បញ្ញត្តិថាចាប់ពីដើមថ្ងៃនេះទៅភិក្ខុឯក្រោយកុំបំបួសសត្វដេរឆាននៅខ្មោចបិសាចរាជកោฏយក្សាឡើយអាស្រ័យដំណើរពីព្រះអង្គទ្រង់បញ្ញត្តិដូច្នោះទើបភិក្ខុនាគប្រកាសក្រាបទូលក៏មានដល់ព្រះបភិថាខ្ញុំព្រះករុណានេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គពិតណាស់ពុំអត់ចង់ខ្លាចបន្លំទេបើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបំបួសក្នុងសំណាក់ព្រះអង្គបានដូច្នោះខ្ញុំព្រះអង្គសូមពរឲ្យព្រះបញ្ញត្តិថាបើភិក្ខុនឹងបំបួសកុលបុត្រសូមឲ្យហៅអ្នកសុំភ្នោះនោះថានាគដូច្នេះតទៅដើម្បីឲ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គពុំមាននិស្ស័យនឹងបានបួសភិក្ខុដូចមនុស្សផងទាំងពួងព្រះពុទ្ធអង្គទើបបញ្ញត្តិពាក្យឲ្យហៅបុព្វជេបេខៈនិងឧបសម្បទាបេខៈថានាគតាមសំណុំពរដែលស្ដេចនាគបានសុំឯស្រ័យរឿងនេះឯងទើបមានឈ្មោះហៅថានាគរហូតមកដល់សព្វថ្ងៃ